ជំរាបសួរពុកម៉ែបងប្អូននិងជនរួមជាតិខ្មែរយើងទាំងអស់អ្នកដែលមានចិត្តស្រឡាញ់សាស្ត្រវិទ្យាកម្មឬក៏ចង់ធ្វើមុខរបរចិញ្ចឹមវិទ្យាកម្មឬក៏បងប្អូនដែលបានធ្វើផ្ទះចិញ្ចឹមវិទ្យាកម្មរួចមកហើយថ្ងៃនេះយើងទៅមើលផ្ទះមួយនៅខាងខេត្តកញ្ចេះផ្ទះនេះមានទំហំធំតតឹង20បដោយគុណនឹង25កម្ពស់3ជាន់ទៀតផ្ទះហ្នឹងវាមាន4ជាន់តែគាត់កាត់ជាន់ក្រោមធ្វើទៅជាឃ្លាំងដាក់អីវ៉ាន់អញ្ចឹងយើងទៅមើលថាផ្ទះវិទ្យាកម្មហ្នឹងវាមានទំហំធំអញ្ចឹងតែយើងត្រូវបិទបាំងធ្វើជាបន្ទប់បែបមិនវិញព្រោះមានបងប្អូនមួយយើងខ្លះគាត់សួរថាបងផ្ទះវិទ្យាកម្មយើងត្រូវបិទបាំងធ្វើជាបន្ទប់អត់អញ្ចឹងថ្ងៃនេះខ្ញុំនឹងប្រាប់បងប្អូនថាផ្ទះវិទ្យាកម្មយើងត្រូវបិទបាំងធ្វើបន្ទប់មិនដើម្បីឲ្យវាសមស្របទៅតាមលក្ខខណ្ឌនៃទំហំអគាររបស់យើងឬក៏ទំហំផ្ទះរបស់វិទ្យាកម្មរបស់យើងហ្នឹងហើយផ្ទះវិទ្យាកម្មមួយនេះវាមានអាយុកាលដូចជាក្បែរ2ឆ្នាំហើយម្ចាស់ផ្ទះគាត់អាចប្រមូលផលបានមួយខែ2គីឡូទៅ2គីឡូជាងរាល់ខែប៉ុន្តែបងប្អូនចូលទៅអត់សូវឃើញមានសត្វហើយមូលហេតុដែលមិនសូវមានសត្វដោយសារតែផ្ទះវិទ្យាកម្មមួយហ្នឹងវាធំដល់តែពេលវាធំអញ្ចឹងយើងឃើញសត្វតិចទៀតប៉ុន្តែគាត់បើនិយាយពីការប្រមូលផលបានមួយខែវាល្បាក់2គីឡូទៅ2គីឡូជាងហើយបើយើងនិយាយពីការមើលពីរូបរាងខាងក្រៅវិញផ្ទះហ្នឹងអ្នកខ្លះគាត់ថាផ្ទះហ្នឹងអត់សូវមានសត្វទេហើយទៀតប៉ុន្តែដោយសារតែសត្វអត់លេងប៉ុន្តែម្ចាស់ផ្ទះគាត់អត់ខ្វល់ទេដោយសារតែអីគាត់ដឹងថាផ្ទះរបស់គាត់គឺមានសត្វហើយមានសត្វច្រើនគួរសមទៀតសម្រាប់ផ្ទះដែលមានអាយុកាលប៉ុណ្ណឹងអាចប្រមូលផលបានប៉ុណ្ណឹងយើងចាត់ទុកថាជាផ្ទះដែលល្អហើយព្រោះវាមានសត្វច្រើនយើងអាចប្រមូលផលបានតែពេលថ្ងៃអត់សូវឃើញមានសត្វទេអញ្ចឹងបងប្អូនដឹងចង់បងប្អូនចង់ដឹងថាផ្ទះវិទ្យាកម្មមួយមានសត្វអត់យើងទៅមើលអាពេលល្ងាចម៉ោងសត្វចូលអាហ្នឹងមិនយើងដឹងថាផ្ទះវិទ្យាកម្មមួយហ្នឹងវាមានសត្វតិចឬក៏សត្វច្រើនដែលយើងឃើញពេលថ្ងៃយើងយកចការអត់បានទេផ្ទះខ្លះពេលថ្ងៃសត្វលេងច្រើនណាប៉ុន្តែដល់ពេលល្ងាចអត់មានសត្វឆោះចូលក៏មានដែរអញ្ចឹងកន្លែងហ្នឹងយើងមិនអាចបែងចែកឬក៏កំណត់បានថាផ្ទះវិទ្យាកម្មមួយមានសត្វតិចឬក៏សត្វច្រើនតាមរយៈការមើលឃើញសត្វលេងនៅពេលព្រឹកឬក៏ពេលថ្ងៃទេបើយើងចង់ដឹងគឺយើងមានតែមើលពេលល្ងាចហើយបើយើងត្រឡប់មកប្រធានបទរបស់យើងវិញពាក់ព័ន្ធទៅនឹងការបិទបាំងពន្លឺធ្វើជាបន្ទប់អញ្ចឹងផ្ទះវិទ្យាកម្មមួយបើសិនជាផ្ទះវិទ្យាកម្មហ្នឹងតូចពេកយើងអត់បិទបាំងធ្វើជាបន្ទប់ច្រើនទេនៅពេលដែលផ្ទះវិទ្យាកម្មយើងតូចយើងបិទបាំងធ្វើជាបន្ទប់ច្រើនទៀតសត្វនឹងពិបាកហោះចូលហើយការដែលយើងបិទបាំងធ្វើជាបន្ទប់នឹងទៀតសោតយើងត្រូវបិទបាំងធ្វើម៉េចកុំឲ្យវាបាំងច្រកសត្វហោះចូលកន្លែងដែលច្រកសត្វហោះចូលហ្នឹងគឺយើងត្រូវធ្វើម៉េចឲ្យវាធ្លុងចូលទៅខាងក្នុងបើសិនជាយើងបាំងចំអាប្លុកដែលកន្លែងវាហោះហើរចូលហ្នឹងធ្វើឲ្យសត្វវិទ្យាកម្មពិបាកនៅក្នុងការហោះហើរចូលព្រោះសត្វវិទ្យាកម្មវាមិនមែនដើរចូលឬក៏លោតចូលដូចចាបដូចព្រាបទេវាហោះអញ្ចឹងនៅពេលដែលផ្ទះយើងសត្វច្រើនមែនទែនវាហោះចូលដូចយើងកវត្តដុំដីចូលអញ្ចឹងនៅពេលដែលយើងបិទបាំងអាបន្ទប់ហ្នឹងវាធ្វើឲ្យវាស្មុគស្មាញខ្លាំងពេកវាធ្វើឲ្យសត្វវិទ្យាកម្មរបស់យើងហ្នឹងអត់ងាយស្រួលក្នុងការហោះហើរទេអញ្ចឹងចង់បញ្ជាក់ថាបើផ្ទះវិទ្យាកម្មរបស់យើងធំយើងអាចបាំងជាបន្ទប់ខ្លះប៉ុន្តែកុំឲ្យមានភាពស្មុគស្មាញខ្លាំងពេកធ្វើម៉េចឲ្យការហោះហើររបស់វាមានភាពងាយស្រួលមានភាពរលូនភាសាអង់គ្លេសគេហៅថាឲ្យវា smooth កុំឲ្យវាមានតាក់ទើត្រូវពិបាកបត់បែនទៅវិញទៅមកនៅក្នុងការហោះចូលផ្ទះឬក៏ហោះចេញពីផ្ទះអញ្ចឹងការបិទបាំងធ្វើជាបន្ទប់វាគឺជារឿងមួយដែលត្រឹមត្រូវហើយតែគ្រាន់តែថាកុំឲ្យសត្វមានភាពស្មុគស្មាញមូលហេតុដែលយើងបិទបាំងធ្វើជាបន្ទប់ហ្នឹងដោយសារតែយើងចង់ឲ្យផ្ទះវិទ្យាកម្មរបស់យើងនេះវាល្ងិតផ្ទះវិទ្យាកម្មល្ងិតសត្វចូលចិត្តនៅដោយសារតែសត្វវិទ្យាកម្មវាគិតថាវាល្ងិតអញ្ចឹងវាអាចនៅបានដោយសុវត្ថិភាពសត្វផ្សេងដែលជាសត្វរំខានហ្នឹងអត់សូវហ៊ានចូលទៅក្នុងកន្លែងដែលមានភាពងងឹតទេហើយធម្មជាតិរបស់វាចូលចិត្តរស់នៅបែបហ្នឹងអញ្ចឹងចង់បញ្ជាក់បងប្អូនម្ដងទៀតថាការបិទបាំងធ្វើជាបន្ទប់គឺយើងធ្វើចោះប៉ុន្តែកុំឲ្យធ្វើឲ្យមានភាពស្មុគស្មាញខ្លាំងពេកហើយណាមួយនៅពេលដែលផ្ទះវិទ្យាកម្មរបស់យើងថ្ងៃក្រោយមានសត្វច្រើនមានកូនសត្វទឹមតែរៀនហោះដបងហ្នឹងសត្វហោះអត់ស្ទាត់ទេនៅពេលដែលវាហោះអត់ស្ទាត់យើងធ្វើបន្ទប់ភាពបញ្ញាញ៉ៃខ្លាំងពេកសត្វហោះចេញពីផ្ទះអត់រួចទេអញ្ចឹងវាបង្វេងនៅក្នុងផ្ទះវាអាចងាប់នៅពេលដែលវាមិនទាន់ចេះហោះស្ទាត់អញ្ចឹងការបិទបាំងធ្វើជាបន្ទប់ហ្នឹងបងប្អូនត្រូវតែច្បាស់ថាធ្វើម៉េចផ្លូវហោះហើរចេញចូលនៅក្នុងផ្ទះរបស់យើងហ្នឹងគឺត្រូវឲ្យវាមានលក្ខណៈរលូនកុំឲ្យបង្កភាពស្មុគស្មាញឬក៏ផលពិបាកដល់សត្វអរគុណច្រើនចំពោះ tip មួយហ្នឹងគឺយើងមានតែប៉ុណ្្នឹងទេហើយសម្រាប់បងប្អូនទាំងអស់គ្នាដែលមិនទាន់យល់អាច comment សួរបាននៅក្នុង page ឬក៏ chat ជា Telegram មកក៏បានដែរខ្ញុំនឹងឆ្លើយប្រាប់បងប្អូនទាំងអស់គ្នាតាមអ្វីដែលខ្ញុំបានដឹងអរគុណច្រើនយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតសូមបងប្អូនទាំងអស់គ្នាជួយ follow page ម្នាក់មួយផងអរគុណសុខសប្បាយជម្រាបលាហើយក៏ជូនពរឲ្យបងប្អូនទាំងអស់គ្នាជោគជ័យនៅក្នុងមុខរបរចិញ្ចឹមវិទ្យាកម្មនេះ